បន្ទាប់មកទៀតខ្ញុំឃើញមានគេកាត់ clip គាត់ត្រង់កន្លែងដែលលោកហ៊ុនសែននិយាយអំពីហាងសាំង PTT ណាលោកហ៊ុនសែននិយាយពីហាងសាំង PTT គាត់និយាយថាម៉េចក៏ទៅឈប់ចាក់គេសាំងហ្នឹងគេដឹកមកពីណាសិង្ហបុរីម៉ាឡេទេអូខេអាហ្នឹងហើយគេហៅថាតម្រង់ទិសនយោបាយខ្ញុំប្រាប់ហើយថាទូកលោកហ៊ុនសែនខ្លីចំណែកទូកអ្នកលុញពងទូកវាវែងអញ្ចឹងហើយអាលុញពងណាដែលវាឆ្លាតវាមិននិយាយបដ ாய் ចំណែកអ្នកលុញពងណាតែអត់សូវឆ្លាតចេះតែខំនិយាយទៅខុសពីព្រោះទូកលោកហ៊ុនសែនខ្លីគាត់បត់លឿនណាស់ចំណែកអាអ្នកលុញពងនៅខាងក្រោមទូកវាវែងណាដូច្នេះបើខំប្រឹងនិយាយប្រេះផ្ដាស់បត់អត់តាន់ទេនឹងលងទូកឬក៏បាក់កទូកអានឹងគឺជាចំណែកមួយដែលកើតឡើងក្នុងការតម្រង់នយោបាយណាការតម្រង់នយោបាយហើយចុះមិនបានជារឿងអញ្ចឹងអត់ឲ្យកូនគាត់និយាយពីព្រោះចេះបើហ៊ុនម៉ាណែតគាត់និយាយរឿងហ្នឹងណាបើហ៊ុនម៉ាណែតគាត់និយាយរឿងហ្នឹងណាគាត់បើហ៊ុនម៉ាណែតគាត់និយាយរឿងហ្នឹងវាមានការខុសឆ្គងជួសជុលអត់បានទេជួសជុលអត់បានទេអញ្ចឹងហ៊ុនម៉ាណែតទៅជា reserve individual សម្រាប់និយាយតែកិច្ចការល្មមបានហើយណាកុំឲ្យមាននៅការឆ្លោះឆ្លោយក្នុងដំណើរនយោបាយបើវាឆ្លោះឆ្លោយនឹងលោកហ៊ុនសែនអត់មានអ្នកណាអាចទៅចោទប្រកាន់ហ៊ុនម៉ាណែតបានទេក៏ប៉ុន្តែបើឆ្លោះឆ្លោយហ៊ុនម៉ាណែតវាបាត់ credit ហ៊ុនម៉ាណែតអញ្ចឹងទុកឲ្យហ៊ុនម៉ាណែតធ្វើកិច្ចការណាដែលវាស់ស្ទង់មើលទៅថាល្មមដំណើរទៅរួចអញ្ចឹងលោកហ៊ុនម៉ាណែតអត់ចាញ់មុខនិយាយរឿងតម្រង់ទិសហ្នឹងទេបន្ទាប់មកទៀតការនិយាយតម្រង់ទិសផ្ទៃក្នុងលោកហ៊ុនម៉ាណែតតាំងពីធ្វើនាយករដ្ឋមន្ត្រីមកតម្រង់ទិសផ្ទៃក្នុងអត់បានទេស្អីទៅហៅទិសផ្ទៃក្នុង domestic policy នៅក្នុងនយោបាយផ្ទៃក្នុងប្រទេសលោកហ៊ុនម៉ាណែតអត់ទាន់មានប្រសិទ្ធភាពក្នុងពាក្យសម្ដីទេនិយាយទៅគេអត់ស្ដាប់និយាយទៅពួកដៃអត់នឹងអត់ស្ដាប់ទេណាចាញ់ជាមួយទៅជាមួយហ៊ុនសែននិយាយទៅវាស្ដាប់បានបន្តិចស្ដាប់បាន2 3ខែយល់ទេវាស្ដាប់បាន2 3ខែដែរណាអញ្ចឹងហ៊ុនសែនត្រូវតែតម្រង់ទិសនយោបាយផ្ទៃក្នុងហើយមិនបានត្រូវតម្រង់ទិសនយោបាយផ្ទៃក្នុងប្រសិនបើមិនតម្រង់ទិសនយោបាយផ្ទៃក្នុងទេសំអប់រវាងសៀមខ្មែរវាឡើងដល់កំពូលហើយលោកហ៊ុនសែនក៏ដឹងដែរថាអាដែងដែលគេហៅថាសន្តិភាពហ្នឹងវាគ្មានសន្តិភាពទេហើយបើគ្មានសន្តិភាពទេចាប់អាណត្តិដូណាល់ត្រាំទៅចង់វាយគ្នាណាដូច្នេះបើចាប់អាណត្តិដូណាល់ត្រាំទៅ4ឆ្នាំហ៊ុនសែនអាយុ76អាយុ76ឬ77ណាខ្ញុំមិនដឹងអាយុគាត់ពិតប្រាកដទេព្រោះគាត់ដូរចុះដូរឡើងខ្ញុំថាប្រហែលជា77ទៅចុះថា77ទៅចុះគាត់អាយុ77មិនអាចដឹងថាគាត់មានកម្លាំងអាចនឹងបន្តកាច់ចង្កូតកូនគាត់បានទេដូច្នេះបើមានអីប្រែប្រួលនាវាគណៈបព្វជិជនអាចកោតនឹងវានៅក្នុងដៃហ៊ុនម៉ាណែតយ៉ាប់ហ៊ុនម៉ាណែតមិនអាចកាច់ចកោតបានទេពីព្រោះហ៊ុនម៉ាណែតនៅខ្ចីសម្បើម he is very inexperienced អានឹងជាចំណែកមួយអារឿងស្រែកជ័យយោចេះតែបានដែរប៉ុន្តែ for real he cannot do it អានឹងជារឿងអញ្ចឹងលោកហ៊ុនសែនត្រូវរៀបចំនយោបាយបើមិនរៀបនយោបាយទេចប់អាណត្តិត្រឹមទៅរឿងអដែលវាទៅជា crisis វាអំពុលទុកយ៉ាងច្រើននឹងចំណុចមួយទៀតលោកហ៊ុនសែនមានភារៈចាំបាច់ he needs to make a deal ហ៊ុនសែនត្រូវតែមានស្អីជាមួយអាមេរិក
បើអត់មានទេហ៊ុនសែននៅពេលដែលគាត់ចាស់បន្តិចទៅគាត់អត់អាចកាច់ចង្កូត CPP ដល់ដៃគាត់កូនគាត់អាចលបោតដៃពីចង្កូត CPP អាចលបោតដៃពីអំណាចលបោតជាសន្តិវិធីឬក៏លបោតដោយគេរៀបចំពីព្រោះអ្វីពីព្រោះភូមិសាស្ត្រនយោបាយនៅឥណ្ឌូចិនហើយនិងអាស៊ីប៉ែកអាគ្នេយ៍កំពុងតែដូរលឿនស្លេវភូមិសាស្ត្រនយោបាយឥណ្ឌូចិននិងអាស៊ីប៉ែកអាគ្នេយ៍កំពុងតែដូរលឿនស្លេវការដែលដូរលឿនស្លេវនេះទាមទារចាំបាច់លោកហ៊ុនសែនត្រូវតែ make a deal ខ្ញុំនិយាយនឹងឲ្យគាត់លឺគាត់លឺមិនលឺហើយដែរប៉ុន្តែខ្ញុំនិយាយឲ្យគាត់លឺខ្ញុំនិយាយឲ្យមន្ត្រីដែលមិនដែលគិតថាពូជអម្បូររបស់ខ្លួននៅស្រុកខ្មែរចង់សុខជាបពពួកលោកហ៊ុនសែនឲ្យស្ដាប់លឺចុះណាឲ្យស្ដាប់លឺចុះតែអត់ត្រូវការកថាបាញ់ទេព្រោះកថាអត់ចេះទេកថាអត់មានយល់រឿងហ្នឹងទេកថាខួរស្ដើងណាបាទខួរស្ដើងហើយស្រាលទៀតដូច្នេះអត់ទេអត់ទៅរួចទេអញ្ចឹងហ៊ុនសែនគាត់ត្រូវ make a deal ណាគាត់ត្រូវ make a deal គាត់ត្រូវ make a deal កម្ពុជាត្រូវតែនាំអាមេរិកកាំងឲ្យវិនិយោគនៅកម្ពុជាមិនមែនរឿងសុនចន្ទថុលទេ